ភាពខុសខើនិងអមនុស្សធម៌របស់ភាគីថៃហើយនឹងការមិនគោរពមកលើកិច្ចព្រមព្រៀងដែលមានបាទកុំបងប្អូនមកកាន់វីដេអូសម្រាប់ព័ត៌មានក្នុងវីដេអូនេះយើងមានព័ត៌មានមួយមានចំណងជើងថា Army Chief Thai Invasion Brutal Inhuman អគ្គមេបញ្ជាការកងទ័ពបានលើកឡើងថាការឈ្លានពានរបស់ប្រទេសថៃគឺពិតជាមានភាពខុសខើនិងអមនុស្សធម៌ General Wong Pisane, Commander-in-Chief of the Royal Cambodian Armed Force (RCAF), said last year two rounds of armed clashes between Cambodia and Thailand demonstrated what he described as Thailand's brutality and inhumanity and its disregard for existing agreements. He made the remarks on August 24 while presiding over the opening of the rear battlefield supports the front lines, together strengthening national defense workshop, which focus on strengthening cooperation between military units, civil institutions, and organizations. បាទបងប្អូនក្នុង slide នេះយើងមានពាក្យគន្លឹះ Commander in Chief យើងប្រែថាអគ្គមេបញ្ជាការតលេខពាក្យថា demonstrate យើងប្រែថាបង្ហាញ brutality យើងប្រែថាភាពសាហាវយង់ឃ្នង presided over យើងប្រែថាធ្វើជាអធិបតេយ្យភាពឧត្តមសេនីយ៍វងពិសេនដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធដែលហៅកាត់ថា RCAF បានមានប្រសាសន៍ថាការផ្ទុះអាវុធឬក៏ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធពីរលើកាលពីឆ្នាំមុនរវាងប្រទេសកម្ពុជានិងថៃបានបង្ហាញដែលលោករៀបរាប់ពីភាពខុសខើនិងអមនុស្សធម៌របស់ភាគីថៃហើយនឹងការមិនគោរពមកលើកិច្ចព្រមព្រៀងដែលមានដោយឯកឧត្តមបានធ្វើការគូសបញ្ជាក់កាលពីថ្ងៃទី24សីហាខណៈពេលដែលលោកធ្វើជាអធិបតីនៃការបើកសិក្ខាសាលាស្ដីពីការជួយជ្រោមជ្រែងមកលើសមរភូមិកម្រជួរមុខនឹងការរួមគ្នាសាមគ្គីការពារជាតិដែលផ្ដោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធាស្ថាប័នស៊ីវិលរួមនឹងបណ្ដាអង្គការនានា Pisane accused that the clashes were linked to what he described as Thailand's failure to respect the 2000 Memorandum of Understanding between Cambodia and Thailand. He said the agreement was based on earlier Franco-Siamese agreements, including the 1904 MOU and the 1907 treaty. According to Pisane, Thailand instead took unilateral actions, including draw maps and using force, which he said resulted in encroachment on Cambodia's sovereign territory. បាទបងប្អូនក្នុងនេះគឺយើងមានពាក្យកន្លឹះ failure យើងប្រែថាខកខានឬក៏បរាជ័យលលេខពាក្យ encroachment យើងប្រែថាការឈ្លានពានឧត្តមសេនីយ៍ហុងពិសេនបានលើកឡើងទៀតថាការប៉ះទង្គិចគ្នាគឺបានពាក់ព័ន្ធទៅនឹងអ្វីដែលលោកលើកឡើងពីភាពបរាជ័យឬក៏ការមិនគោរពរបស់ភាគីថៃទៅលើអនុស្សរណៈយោគយល់ឆ្នាំ2000រវាងកម្ពុជាថៃដោយឧត្តមសេនីយ៍បានមានប្រសាសន៍បន្ថែមទៀតថាកិច្ចព្រមព្រៀងគឺផ្អែកទៅលើសេចក្តីព្រមព្រៀងបារាំងសៀមកាលពីពេលថ្មីដែលរួមមានMOU ឆ្នាំ1904រួមនឹងសន្ធិសញ្ញាឆ្នាំ1907យោងទៅតាមឧត្តមសេនីយ៍ហុងពិសេនប្រទេសថៃមិនត្រឹមតែមានសកម្មភាពជាឯកតោភាគីរួមទាំងបានគូសវាសនៅផែនទីហើយប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធដែលឧត្តមសេនីយ៍បានលើកឡើងថានេះគឺជាហេតុផល
ในการឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា The Cambodian military chief said the international community had witnessed the situation before, during, and after the clashes and was aware of the consequences. He accused the Thai side of using heavy equipment and violating human rights, saying the fighting caused significant destruction to infrastructure and affected civilians living along the border. He said the conflict resulted in death and injuries, while hundreds of thousands of people were forced to evacuate their homes, with school and other public infrastructure also damaged. បាទបងប្អូនក្នុង slide នេះយើងមានពាក្យកលេស consequence យើងប្រែថាផលវិបាក destruction ការបំផ្លិចបំផ្លាញ evacuate យើងប្រែថាជំលះអូខេអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធកម្ពុជាបន្តមានប្រសាសន៍ទៀតថាសហគមន៍អន្តរជាតិបានមើលឃើញពីស្ថានភាពមុនពេលមានការផ្ទុះអាវុធអំឡុងពេលរួមនឹងបន្ទាប់ពីការផ្ទុះអាវុធដែលបានដឹងពីផលលំបាកនៃការផ្ទុះអាវុធនឹងមកដល់បច្ចុប្បន្នឧត្តមសេនីយ៍ក៏បានចោទប្រកាន់ភាគីថៃពីការប្រើប្រាស់អាវុធធុនធ្ងន់ឬក៏ការបំពាក់អាវុធធុនធ្ងន់ហើយនឹងការរំលោភបំពានមកលើសិទ្ធិមនុស្សដោយបន្តមានប្រសាសន៍ទៀតថាការប្រយុទ្ធគ្នាបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ហើយនឹងជាអត្តពលមកលើការរស់នៅរបស់ជនស៊ីវិលនៅតាមបណ្ដោយព្រំដែនឧត្តមសេនីយ៍បានលើកឡើងទៀតថាចំនួនបណ្ដាលឲ្យមានអ្នកស្លាប់និងអ្នករងរបួសទន្ទឹមនឹងនោះក៏មានប្រជាពលរដ្ឋរាប់ពាន់នាក់ដែលត្រូវបានបង្ខំឲ្យមានការភៀសខ្លួនពីលំនៅឋានរបស់ពួកគេរួមទាំងសាលារៀននិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដទៃទៀតត្រូវបានបំផ្លិចបំផ្លាញផងដែរ Pisen also praised the Royal Cambodian Armed Forces for their courage and determination in defending Cambodia's territorial integrity. He emphasized that the armed forces had received strong support from the Cambodian people, describing cooperation between the rear battlefields and frontline forces as an important part of national defense. He said civilians and institutions continue to provide support to soldiers protecting the country and its territory. បាទបងប្អូនក្នុង slide នេះយើងមានពាក្យ courage យើងប្រែថាភាពក្លាហាន determination យើងប្រែថាការបដិញ្ញាចិត្តដែលពាក្យ battlefield យើងប្រែថាសមរភូមិប្រយុទ្ធអូខេឧត្តមសេនីយ៍ហុងពិសែនក៏បានកោតសរសើរមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាចំពោះភាពក្លាហាននិងការបដិញ្ញាចិត្តក្នុងការការពារបូរណភាពដែនដីកម្ពុជាដោយឧត្តមសេនីយ៍បានគូសបញ្ជាក់ទៀតថាកងកម្លាំងប្រដាប់អាវុធបានទទួលការគាំទ្រយ៉ាងមហិមាពីមហាជនកម្ពុជាដោយរៀបរាប់ពីកិច្ចសហប្រតិបត្តិការរវាងសមរភូមិដ៏កម្រនិងកងកម្លាំងប្រដាប់អាវុធជួរមុខថាជាផ្នែកដ៏សំខាន់នៃការការពារជាតិឧត្តមសេនីយ៍ក៏លើកឡើងទៀតថាជនស៊ីវិលហើយនឹងស្ថាប័ននានានៅតែបន្តជួយគាំទ្រមកលើពលទាហានដើម្បីការពារនៅប្រទេសជាតិនិងបូរណភាពរបស់ខ្លួននិងដែនដីរបស់ខ្លួន Despite the conflict, Pisen stressed that the Cambodian government remains committed to a peaceful solution and does not want further bloodshed along the border. He said, Cambodia would continue seeking solutions through international law and legal mechanisms rather than military force. Pisen argued that Cambodia's adherence to international law has helped draw international attention to its position and
in his view demonstrated Cambodia's commitment to resolving the border dispute peacefully បាទបងប្អូនក្នុងនេះយើងមានពាក្យ solution យើងប្រែថាដំណោះស្រាយ partnership ការបង្ហូរឈាម adherence យើងប្រែថាការប្រកាន់ខ្ជាប់អូខេបើទោះបីជាចំនួនបន្តមានយ៉ាងណាក៏ដោយឧត្តមសេនីយ៍ពិសេនបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់អនុវត្តនៅការដោះស្រាយជម្លោះដោយសន្តិវិធីដោយមិនចង់ឲ្យមានការបង្ហូរឈាមនៅតាមបណ្ដោយព្រំដែនទៀតឡើយឧត្តមសេនីយ៍បានមានប្រសាសន៍ថាកម្ពុជានឹងបន្តស្វះស្វែងរកដំណោះស្រាយតាមរយៈយន្តការច្បាប់អន្តរជាតិនិងច្បាប់ជាតិជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធឧត្តមសេនីយ៍ពិសេសក៏អះអាងទៀតថាកម្ពុជាប្រកាន់ខ្ជាប់ទៅនឹងច្បាប់អន្តរជាតិដែលបានជួយឲ្យមានការចាប់អារម្មណ៍ពីឆាកអន្តរជាតិមកលើជំហររបស់កម្ពុជាដោយឧត្តមសេនីយ៍បានបង្ហាញពីការមើលឃើញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូសម្រាប់ព័ត៌មានយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ